អូនច្រើនណាស់ដែលខមមិនគាត់សួរខ្ញុំថាបងខ្ញុំឃើញបងធ្វើម្ហូបរាល់ថ្ងៃហ្នឹងមិនសូវជាឃើញត្រីឃើញអីទេឃើញតែធ្វើពីសាច់ពីអីអញ្ចឹងគ្រួសារបងអត់ញ៉ាំត្រីទេអីសួស្ដីបងប្អូនបើនិយាយរឿងត្រីនោះគ្រួសារខ្ញុំញ៉ាំធម្មតាទេមិនមែនថាអត់ញ៉ាំទេគ្រាន់តែថាមិនសូវជាញឹកញាប់ព្រោះអីប្តីខ្ញុំឲ្យកូនខ្ញុំនឹងពួកគាត់មិនសូវជាចូលចិត្តញ៉ាំត្រីប្រហែលទេអញ្ចឹងគាត់ចូលចិត្តញ៉ាំសាច់ច្រើនជាងអញ្ចឹងខ្ញុំធ្វើតែម្ហូបណាពាក់ទងនឹងសាច់ច្រើនជាងត្រីអញ្ចឹងទៅបើខ្ញុំចង់ធ្វើម្ហូបតាក់ទងពីត្រីអញ្ចឹងខ្ញុំតតែទិញត្រីនឹងរៀងធំបន្តិចយកមកធ្វើម្ហូបឲ្យពួកគាត់ញ៉ាំព្រោះអីប្តីខ្ញុំឲ្យកូនខ្ញុំនឹងពេលដែលគាត់ញ៉ាំត្រីអញ្ចឹងគាត់ចេះតែខ្លាចឆ្លាក់ឆ្អឹងចង់ទិញត្រីណារៀងស្រស់អញ្ចឹងតតែពឹងបងថ្លៃគាត់ជួយទិញឲ្យគាត់ជួយទិញតាមអនឡាញអញ្ចឹងទៅយូរទៅផ្ញើគាត់ទិញបានម្ដងអីខ្ញុំទិញនៅផ្សារចិត្តទេអីអញ្ចឹងត្រីអត់សូវស្រស់ទេហើយណាមួយខ្ញុំចង់បានត្រីណារៀងធំតតែឲ្យបងថ្លៃហ្នឹងគាត់ជួយទិញឲ្យទិញដូចជាប្រភេទត្រីសមុទ្ររៀងធំអញ្ចឹងទៅចាហើយថ្ងៃនេះខ្ញុំធ្វើម្ហូបនេះក៏កូនស្រីខ្ញុំគេចង់ញ៉ាំកាភ្លើមាន់ចៀនហើយខ្ញុំទិញកាភ្លើមាន់នេះដែលកាភ្លើមាន់ដែលគេដកឆ្អឹងហើយស្រាប់យើងយកមកដល់ផ្ទះមិនបាច់ជាឆ្អឹងជាអីចេញទេគ្រាន់តែលាងទឹកឲ្យស្អាតរួចហើយយើងឆូតវាឆ្នូតតិចទៅដើម្បីពេលដែលយើងប្រឡាក់គ្រឿងទៅឲ្យវាចូលជាតិបានល្អហើយគ្រឿងខ្ញុំប្រឡាក់នោះអត់មានអីច្រើនទេមានតែម្សៅស៊ុបស្ករសប្រេងខ្យងទឹកស៊ីអ៊ីវយើងធម្មតាថែមទឹកស៊ីអ៊ីវខាប់បន្តិចដើម្បីឲ្យមានពណ៌រួចហើយខ្ញុំចង់ឲ្យសាច់មាន់ខ្ញុំកាន់តែឈ្ងុយឆ្ងាញ់ខ្ញុំក៏ថែមស្រាចិនបន្តិចទៅដើម្បីកុំឲ្យវាមានក្លិនសាច់មាន់ណាហើយខ្ញុំមានថែមម្រេចបន្តិចដែរហើយនោះខ្ញុំដាក់ស្លឹកខ្ទឹមខ្ញីខ្ទឹមសខ្ទឹមក្រហមចឹងទៅហើយខ្ញុំច្បល់គ្រឿងនោះឲ្យសព្វចូលគ្នាចឹងទៅរួចខ្ញុំទុកនៅនឹងម្ដុំសិនខ្ញុំមកចិត្តបន្លែវិញម្ដងហើយបន្លែខ្ញុំថ្ងៃនេះគឺខ្ញុំឆានងឲ្យប្តីឲ្យកូនគាត់ញ៉ាំហើយឆានងនេះពីមុនប្តីខ្ញុំឲ្យកូនខ្ញុំអត់ចេះញ៉ាំទេមិនថាប្តីមិនថាកូនទេតែខ្ញុំខ្លួនឯងនឹងពីមុនក៏អត់ចេះញ៉ាំដែរតែខ្ញុំរៀនញ៉ាំយូរទៅខ្ញុំក៏ចេះញ៉ាំខ្ញុំចេះញ៉ាំអញ្ចឹងខ្ញុំក៏ប្រហាត់ពួកគាត់ញ៉ាំតាមខ្ញុំដែរឥឡូវមានអីក៏ពួកគាត់ចេះញ៉ាំខ្លះដែរហើយខ្ញុំចិត្តអនងរួចរាល់អស់ហើយខ្ញុំក៏មកចៀនភ្លៅមាន់នឹងវិញម្ដងភ្លៅមាន់ខ្ញុំចៀននោះខ្ញុំដាក់ខ្ទះដាក់ភ្លៅមាន់តម្រៀបចូលក្នុងខ្ទះហ្នឹងទៅរួចហើយក៏ធន់ដែលយើងប្រឡាក់គ្រឿងនៅមានគ្រឿងមានអីហ្នឹងខ្ញុំក៏ចាក់វាចូលទាំងអស់តែម្ដងរួចហើយខ្ញុំថែមទឹកនៅក្នុងកធុននឹងតិចកលែងវាអស់គ្រឿងទៅក៏ចាក់ចូលក្នុងខ្ទះនឹងទៀតកូនខ្ញុំគាត់ចូលចិត្តឲ្យខ្ញុំចៀនសាច់មាន់រៀងទុនអញ្ចឹងបានគាត់ចូលចិត្តញ៉ាំបើថាចៀនស្រួយឲ្យដឹងស្រួយតែម្ដងបើថាចៀនឲ្យទុនឲ្យដឹងថាទុនគាត់ចូលចិត្តញ៉ាំបែបហ្នឹងសាច់មាន់ខ្ញុំចៀនបែបនេះមិនថាប្តីមិនថាកូនទេគឺថាពួកគាត់ចូលចិត្តញ៉ាំណាស់